បាទជំរាបសួរប្រិយមិត្តជាទីមេត្រីវេទិកាតុកកាហ្វេតានដៅប្រាក់មានរឿងថ្មីមួយទៀតហើយតាក់ទងពីសហរដ្ឋអាមេរិកតែម្ដងហើយអត្ថបទនេះយើងដកស្រង់ចេញពីសារព័ត៌មាន Global Time បាទសារព័ត៌មានចិន Global Time មជ្ឈមណ្ឌលបច្ចេកវិទ្យាចិនចោទអាមេរិកថាទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដោយហៅករណីនេះថាចោលឆ្លោះគ្នាបាទចោលឆ្លោះគ្នាបើពីមុនគេហៅថាពីលស៊ីពីលបាទប៉ុន្តែឥឡូវគេមិនប្រើពីលស៊ីពីលទេពីលស៊ីពីលគឺវាមានចំណុចដែលត្រូវនិយាយគ្នាថាពីលឬមិនពីលបាទប៉ុន្តែនេះតាក់ទងនឹងគេហៅថាចំនួនអនឡាញមួយដែលជាចំនួនសុបនិមិត្តបាទដែលគេរឿងគេហៅថារូបិយប័ណ្ណ Bitcoin បាទមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិនដែលហៅកាត់ថា CVERC បានចេញផ្សាយរបាយការណ៍វិភាគបច្ចេកទេសមួយនៅថ្ងៃអាទិត្យនេះដោយចោទប្រកាន់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដ៏ធំសម្បើមមួយពីបណ្ដុំអ្នកជីករ៉ែបាទពីបណ្ដុំអ្នកជីករ៉ែដែលភាសាអង់គ្លេសគេហៅថា mining pool ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីChen Xi ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Brin Group នៅកម្ពុជាមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិនបានប្រៀបធៀបករណីនេះថាជាចោលឆ្លោះគ្នាដែលត្រូវបានរៀបចំដោយអង្គភាព hacker កម្រិតរដ្ឋនេះបើតាមការផ្សាយរបស់សារព័ត៌មាន Global Time របស់ចិននៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025របាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិនបានរៀបរាប់ត្រឡប់ទៅវិញអំពីដំណើររឿងពេញលេញដែលចាប់ផ្ដើមនៅថ្ងៃទី29ខែធ្នូឆ្នាំ2020នៅពេលដែល Bitcoin ប្រមាណ 127,272 BTC កាលនោះមានតម្លៃប្រហែល $3.5 លានបច្ចុប្បន្នមានតម្លៃជិត $15,000 លានត្រូវបានលួចចេញពីបណ្ដុំអ្នកជីករ៉ែ Low Brand Mining Pool របស់ Chen Xi បន្ទាប់ពីហេតុការណ៍នោះលោក Chen Xi និងក្រុមហ៊ុនរបស់លោកបានព្យាយាមផ្ញើសារតាមរយៈប្រព័ន្ធ Blockchain ជាច្រើនលើកច្រើនសារដើម្បីស្នើសុំឲ្យបញ្ជូនទ្រព្យសម្បត្តិត្រឡប់មកវិញហើយថែមទាំងបានផ្ដល់រង្វាន់ទៀតផងប៉ុន្តែគ្មានការឆ្លើយតបឡើយចំណុចដែលគួរឲ្យសង្ស័យបំផុតគឺ Bitcoin ទាំងនោះត្រូវបានរក្សាទុកនៅក្នុងកាបូបលុយ Digital តែមួយដោយគ្មានការចលាចលចលនាដែលគ្មានការចលនាបាទដែលគ្មានចលនាអស់រយៈពេល74ឆ្នាំដែលជារឿងខុសប្លែកពីអេរិយាបថរបស់ក្រុម hacker ធម្មតាដែលតែងតែប្រញាប់លក់ទ្រព្យសម្បត្តិលួចបានយ៉ាងលឿនមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិនបានលើកឡើងថាអេរិយាបថនេះប្រៀបដូចជាប្រតិបត្តិការដែលត្រូវបានរៀបចំដោយភាពជាក់លាក់ពីអង្គភាព hacker កម្រិតរដ្ឋនៅខែមិថុនាឆ្នាំ2024ទ្រព្យសម្បត្តិទាំងនោះត្រូវបានផ្ទេរទៅកាបូបលុយ Digital ថ្មីមួយដែលក្រោយមកឧបករណ៍តាមដាន Blockchain Arkham របស់អាមេរិកបានកំណត់ថាជាកម្មសិទ្ធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដំណើររឿងនេះបានឈានដល់ចំណុចកំពូលនៅថ្ងៃទី14ខែតុលាឆ្នាំ2025នៅពេលក្រសួងយុទ្ធភ័ពសហរដ្ឋអាមេរិកបានប្រកាសចោទប្រកាន់ព្រហ្មទណ្ឌលើលោក Chen Xi ពីបទពាក់ព័ន្ធនឹងការបោកប្រាស់រូបិយប័ណ្ណ Digital និងបានប្រកាសរឹបអូស Bitcoin ចំនួន127,000 BTC មជ្ឈមណ្ឌលជាតិប្រឆាំងមេរោគកុំព្យូទ័ររបស់ចិនបានសន្និដ្ឋានថាផុសតាងបង្ហាញថា Bitcoin ដែលត្រូវបានរឹបអូសដោយរដ្ឋាភិបាលអាមេរិកគឺត្រូវគ្នានឹង Bitcoin ដែលត្រូវបានលួចពីបណ្ដុំអ្នកជីករ៉ែ Low Brand នេះទំនងជាមានន័យថារដ្ឋាភិបាលអាមេរិកបានលួច Bitcoin របស់លោក Chen Xi ដោយប្រើបច្ចេកទេស hacker តាំងពីឆ្នាំ2020មកម្លេះគួរបញ្ជាក់ថារបាយការណ៍នេះក៏បានរកឃើញដែរថាការអះអាងរបស់ក្រសួងយុទ្ធភ័ពអាមេរិកថាប្រមូលមូលនិធិទាំងអស់មានប្រភពពីអំពើខុសច្បាប់គឺផ្ទុយពីការរកឃើញដំបូងរបស់ខ្លួនដែលបានបង្ហាញថា Bitcoin ទាំងនោះមានប្រភពចម្រុះរួមទាំងការជីករ៉ែដោយឯករាជ្យនិងការទូទាត់បណ្ដុំអ្នកជីករ៉ែផងដែរបាទប្រិមិត្តជាទីមេត្រីតាក់ទងនឹងព័ត៌មានដែលផ្សាយអំពីតាក់ទងលោក Chen Xi ដែលជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Brin Group បាទនៅប្រទេសកម្ពុជា
ដែលសហរដ្ឋអាមេរិកបានរឹបអូសរូបិយប័ណ្ណ Digital ដែលហៅកាត់ថា Bitcoin ដែលមានចំនួន 127,000 បាទហើយត្រូវមានការងារជាច្រើនទៀតទាក់ទងនឹងរឿងនេះយើងខ្ញុំមិនសុំបញ្ចេញមតិទេប៉ុន្តែដែលអត្ថបទយើងបានផ្សាយនឹងរូបភាពនេះគឺយើងបានដកស្រង់តាមសារព័ត៌មានរបស់ចិនដែលមានឈ្មោះថា Global Time បាទហើយត្រូវបានបកប្រែជាភាសាខ្មែរផុសនៅលើបណ្ដាញសង្គម Facebook ហើយយើងធ្វើការនេះផ្សាយនេះគឺមិនមានចេតនាវាយប្រហារទៅលើសហរដ្ឋអាមេរិកឬក៏យោងទៅតាមប្រភពអីទេប៉ុន្តែនេះគឺជាសារព័ត៌មានចិនបានប្រៀបធៀបករណីនេះគឺជាករណីថាចោលឆ្លោះគ្នាហើយយើងស្ដាប់ថាតាំងពី2020ដែលក្រុម hacker កម្រិតរដ្ឋមួយដែរបាទដូចជាកម្រិតរដ្ឋមួយដែលបានលួចយកដែលបានបង្កក់យកពីអ្នកជីករ៉ែ Blue Brand ដែលហៅថា Blue Brand ដែលបង្កក់នៅទ្រព្យសម្បត្តិរូបិយប័ណ្ណ Bitcoin នេះទុកអស់រយៈពេលបាទ4ឆ្នាំដោយមិនប្រញាប់លក់ទេវាខុសប្លែកពី hacker ធម្មតាដែលបានលួចយក hack ឬក៏លួចយកទ្រព្យសម្បត្តិរូបិយប័ណ្ណ Digital ហើយប្រកាសលក់ចេញទៅវិញនៅក្នុងតម្លៃឬក៏ចរាចរណ៍ទៅតាមនីតិវិធីរបស់ hacker មួយចំនួនបន្ទាប់មកនៅថ្ងៃទី14ខែតុលាឆ្នាំ2025សហរដ្ឋអាមេរិកក៏បានប្រកាសថារឹបអូសបាទបាន Bitcoin ចំនួន 127,000 BTC បាទហើយក៏ប្រកាសជាសម្បត្តិរបស់រដ្ឋាភិបាលអាមេរិកផងដែរអញ្ចឹងហើយទំហំនៃរូបិយប័ណ្ណ Digital ដែលសហរដ្ឋអាមេរិករឹបអូសបានហើយនឹងទំហំរូបិយប័ណ្ណដែលបង្កក់ចេញពីអ្នកជីករ៉ែគេហៅថា Blue Brand Meaning Poor អញ្ចឹងគឺវាមានសមតុល្យនឹងស្មើគ្នាដូច្នេះហើយសារព័ត៌មាន Global Time របស់ចិនបានប្រៀបធៀបថាករណីនេះគឺសង្ស័យថាសហរដ្ឋអាមេរិកនៅពីក្រោយរឿងនេះតែម្ដងបាទរឿងនេះតែម្ដងចឹងហើយបានគេថាករណីនេះបានប្រៀបធៀបថាចេញពីមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិនបានប្រៀបធៀបករណីនេះថាជាចោលឆ្លោះគ្នាដែលត្រូវបានប្រៀបធៀបដោយអង្គភាព hacker បាទដែលបានរៀបចំដោយអង្គភាព hacker កម្រិតរដ្ឋនេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Global របស់ចិននៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025នេះហើយវេទិកាតុកកាហ្វេយើងសូមលើកយកព័ត៌មានផ្លែកៗក៏ដូចជាព័ត៌មានដែលបានចេញផ្សាយដោយសារព័ត៌មានប្រទេសបរទេសក៏ដូចជារបាយការណ៍របស់រាជរដ្ឋាភិបាលលើកយកមកផ្សព្វផ្សាយជូនប្រិយមិត្តសម្រាប់ដូចតទៅបើមានចំណុចកង្វះខាតឬលើសលួសចំណុចត្រង់ណាក៏សូមខន្តីអភ័យទោសនិងជួយកែតម្រូវក្នុងន័យស្ថាបនាផងដែរវេទិកាតុកកាហ្វេតាណាប្រាក់ក៏សូមអរគុណចំពោះអ្នកឧបត្ថម្ភកម្មវិធីក៏ដូចជាអ្នកប៉ាវកាហ្វេផងដែរសូមអរគុណ